តើអ្វីទៅជាការបញ្ចេញសំឡេងនៅក្នុងភាសាកូរ៉េឬក៏ទំនៀមសូរបើសិនបើព្យាង្គទី1បញ្ចប់ដោយជើងព្យញ្ជនៈហើយព្យាង្គទី2ចាប់ផ្ដើមដោយស្រៈត្រូវយកជើងព្យញ្ជនៈនៃព្យាង្គទី1មកប្រកបជាមួយនឹងស្រៈនៃព្យាង្គទី2ទីហោពាក្យថា thuri យើងមិនអានថា thuri ឬក៏ thuli នោះទេយើងអានថា thuri ដោយយើងលើកជើងរីអ៊ឺលនៅព្យាង្គទី1មកប្រកបជាមួយនឹងស្រៈ e នៅព្យាង្គទី2ទីហោបន្ទាប់ពាក្យថា oshi oshi យើងមិនអានថា otsi នោះទេយើងអានថា oshi ដោយយើងលើក si ot មកប្រកបជាមួយនឹងស្រៈ e ពាក្យមួយទៀតពាក្យថា mogosoyo យើងតែតែលើគេនិយាយថា pamogoso mogoso ប៉ុន្តែបើសិនបើយើងសង្កត់ធ្ងន់ទៅការបញ្ចេញសំឡេងគឺយើងអានថា mogosoyo mogosoyo pop mogosoyo ពាក្យមួយទៀតពាក្យថា malgayo malgayo យើងត្រូវបញ្ចេញសំឡេងថា malgayo malgayo ជួបគ្នានៅការបញ្ចេញសំឡេងនៅវីដេអូក្រោយទៀត